Nó raចំនួន 5 អង្គ ស្មើនឹងទឹកទឹកបច្ច័យចំនួន $500 លោកឧបាសកឈៀងវ៉ែនបានដូចជាព្រះពុទ្ធរូបគាត់បានចេញថ្លៃ website នេះគឺគេធ្វើចេញនៅខាងមុខនេះហើយនឹងព្រះពុទ្ធរូបហ្នឹងគឺបូកសរុបទាំងអស់$8,400 ចា$8,400 ដែលគាត់ចូលនៅក្នុងនេះហ្នឹងហើយលោកយាយឧបាសិកាគឺអ្នកម្ដាយរបស់ខ្ញុំហ្នឹងគឺខ្ញុំជាកូនហ្នឹងបានជូនព្រះ10អង្គជូនដល់គាត់ហើយគាត់បានចូលបច្ច័យគាត់រួមមួយទៀតហ្នឹងគឺ100បាន11អង្គស្មើនឹង$1,100ព្រះសង្ឃខ្មែរកម្ពុជាក្រៅមកពីប្រទេសកម្ពុជាក្រៅមកគឺថាព្រះអង្គតាំងសវនចូលព្រះពីព្រះអង្គស្មើនឹង200ព្រះអង្គឌូហួងចូលព្រះពីអង្គស្មើនឹង200ព្រះអង្គថាច់ធីម្ដាយលោកថាច់ធីសៀនចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង100ម្ដាយឪពុករបស់លោកគឺហ៊ូដាញ់ចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង100ហ៊ូហុំដៀបតង់ចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង100ប្រដេជគុណហ៊ូធីណាចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង100ប្រដេជគុណឌុកហៀមព្រះពុទ្ធរូបស្មើមួយអង្គស្មើនឹង100ឧបាសិកាត្រូវជាម្ដាយរបស់លោកព្រះអង្គគឺតាំងមីតប្រាញ់ធីជីចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង100ដេចគុណដងតាំងចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង100ដេចគុណដាញ់ណាំនិងឡាំយ៉ាព្រះពុទ្ធរូបមួយអង្គស្មើនឹង100សារារូបព្រះពុទ្ធរូបមួយអង្គ100សុខានុជព្រះពុទ្ធរូបមួយអង្គ100ប្រន្តាជុំព្រះពុទ្ធរូបមួយអង្គស្មើនឹង100អេឡិចសាន់ដ្រាលុនព្រះពុទ្ធរូបមួយអង្គស្មើនឹង100ហើយបងស្រីជីនីវ៉ាហ្នឹងបានចូលមក4អង្គទៀតពីម្សិលមួយថ្ងៃនេះខ្ញុំលោកឪលោកភ្លេចស្លាប់សវត្តនៅក្នុងកត់នោះបងជីនីវ៉ាណាទាំងអស់7អង្គសូមបងអនុមោទនាបុណ្យដែលបងបាននាំបច្ច័យព្រះពុទ្ធរូប7អង្គមកចូលហ្នឹងសូមបងអនុមោទនាហើយនឹងអ្នកស្រីជ្រៀងវ៉ាន់ព្រះពុទ្ធរូបមួយអង្គស្មើនឹង100ណាត់សុនមកពីប្រទេសកម្ពុជាដោយតាមរយៈលោកតាសៀមរាបហ្នឹងព្រះពុទ្ធរូបមួយអង្គ100បងសំខាន់ខឿនព្រះពុទ្ធរូប2អង្គស្មើនឹង200លោកសំណាងខឿនព្រះពុទ្ធរូប3អង្គស្មើនឹង300លោកបដិជគុណវត្តសុខុនព្រះពុទ្ធរូប5អង្គស្មើនឹង$500នាងខ្ញុំម៉ែនម៉ាយ៉ាចូល10អង្គដាក់ឈ្មោះខ្លួនឯងហ្មងអត់ចែកចាយទៅអ្នកណាទេ10អង្គស្មើនឹង$1,000ចាហើយឧបាសិកាកងយុនព្រះពុទ្ធរូបមួយអង្គស្មើនឹង$100ឧបាសិកាម៉ៅរទ្ធីបានចែកឋានទៅហើយនឹងកូនសវណ្ណសយនឹងបានចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង$100អ្នកស្រីសវណ្ណសយបានចូលព្រះពុទ្ធរូបជូនអ្នកម្ដាយទូចឡាំង$200ឧបាសកអូតមិត្តនិងឧបាសិកាអ្នកស្រឹមចូលព្រះពុទ្ធរូប3អង្គស្មើនឹង300ឧបាសកភាគរិននិងឧបាសិការស់សកិនចូលព្រះពុទ្ធរូបមួយអង្គ100ឧបាសិកាទូចអុយចូលព្រះពុទ្ធរូបមួយអង្គ100អ្នកស្រីវណ្ណាមឿនចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង100អ្នកស្រីវ៉ាតសាវឿនហៅកូនយៈចូលព្រះពុទ្ធរូប2អង្គស្មើនឹង$200
ឧបាសិកាសគីមនិងឧបាសកលឹមសេងហួរចូលព្រះពុទ្ធរូប4អង្គស្មើនឹង$400ឧបាសកម៉ៅសេរីចូលព្រះពុទ្ធរូប1អង្គស្មើនឹង$100ឧបាសិកាទូចអុយព្រមទាំងកូនចៅចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង$100រីឆាយចូលព្រះពុទ្ធរូប1អង្គស្មើនឹង$100ឧបាសិកាម៉ៅមៀងចូលព្រះពុទ្ធរូប1អង្គស្មើនឹង$100ឧបាសិកានេះអ្នកចែកឋានទៅហើយគឺម្ដាយរបស់ប្រពន្ធឪអង្គរៈគាត់បានចែកឋានហើយគាត់បានចូលជូនម្ដាយគាត់នេះឈ្មោះអ្នកសៀង$100ហើយនឹងម្ដាយឈ្មោះនេះអ៊ំអោ$100ឧបាសិកាអៀងសវរនិងឧបាសកសៀងអៀងសុងគាត់នៅចរចានោះខលមកចូលព្រះពុទ្ធរូប2អង្គពីសបោហើយនឹងឧបាសិកាកែវសុភ័ណ្ឌអ្នកបបាយបងមួយអង្គឧបាសិកាវ៉ាហួតហុយមួយអង្គហើយនឹងម្ដាយបង្កើតមួយអង្គចង្អុល3អង្គហើយទៀតឧបាសិកាអេណាំចំនួន2អង្គទៀតហើយនឹងឧបាសិកាភាពរបស់ភាពទៅគាត់នេះចូលព្រះពុទ្ធរូបមួយអង្គហើយនឹងគ្រួសាររបស់គាត់នេះចូលព្រះពុទ្ធរូបមួយអង្គស្មើនឹង$200អីទេម៉ែអូអរគុណបានយកមកនេះបាទយ៉ាងទៅគូឲ្យម៉ែអើយដូច្នេះខ្ញុំសូមជម្រាបថាបច្ច័យព្រះពុទ្ធរូបនោះថែមបងរៀងមួយពីរទៀតឲ្យម៉ែណាស់4នេះវាស្មើនឹង6ហាន11ណាបងឲ្យវាចាប់ត្រូវឥឡូវសុំសៀតតិចម៉ែខ្ញុំបោកទឹកលុយឲ្យម៉ែសប្បាយចិត្តនេះគឺថាចង់ជាក់មែនប៉ុន្តែបុណ្យកុសលបារមីខ្លាំងដូច្នេះលទ្ធផលចេញមកឡើយតាមមកភ្លេចគាត់ឲ្យយកយ៉ាបាយហូបរាល់ថ្ងៃយើងចាំស្ដាប់បុណ្យកុសលនេះយើងយល់ថាអូខេអញ្ចឹងសូមឲ្យម៉ែយើងណាគឺថាម៉ែនេះគុំទឹកជាងឪប៉ុន្តែបារមីខ្លាំងចឹងបានពាក្យបុរាណលោកថាស៊ូស្លាប់តាកុំឲ្យស្លាប់មេនិចទូកក្បាលកលេកុំឲ្យភ្លេចខែផ្ទះបើសិនណាម៉ែឪនេះរៀបការហើយគឺសុខចិត្តឲ្យឪស្លាប់ម៉ែគ្រូម៉ែចេះថារក្សាកូនដូច្នេះថ្ងៃនេះគឺថាមិនតែយើងថ្ងៃនេះហើយម៉ែទេបងឲ្យឪទៅបកដុកកុំជ្រាបជ្រែកអញ្ចឹងដោយសារគុណបារមីព្រះអង្គយើងប្រសូតត្រាស់ដឹងព្រះនិព្វានរួមផ្សំនឹងថ្ងៃរំលឹកគុណមេត្តាគឺលទ្ធផលបារមីព្រះអង្គនិងគុណមេត្តាយើងថ្ងៃនេះបាននាំបច្ច័យដ៏ច្រើនមហិមាដែលយើងនឹកស្មានមិនដល់គឺចំនួន$100
$1,630 សូមអនុមោទនាបារមីវត្តខ្មែររវល់ព្រះអង្គថែរក្សានៅទីនេះព្រមទាំងព្រះអង្គប្របីមើលគុណពងធម្មខណ្ឌដែលនឹងកើតបន្តហើយនឹងកើតបន្តទៅមុខទៀតឲ្យគ្រប់ប្របីមើលគុណពងធម្មខណ្ឌនេះជួយថែរក្សាម៉ែយើងនេះម៉ែក្មេងក៏ដោយម៉ែចាស់ក៏ដោយម៉ែទឹកកើតក៏ដោយថាសូមឲ្យមានបញ្ជនយឺតដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានគ្រប់5000ព្រះវស្សាដោយបរិបូរណ៍ដើម្បីអខានាយសូមអនុមោទនាវ៉ា